Photoshop ในมีพิกัดរបស់វាគឺ PS នេះគឺទាំង Photoshop ខ្មៅមួយឥឡូវខ្ញុំចង់បានរូបភាពយកមកក្រោបខ្ញុំយកជា file យក open នេះគឺជារូបភាពឥឡូវខ្ញុំជ្រើសរើសយករូបភាពមួយនេះដែលខ្ញុំពេញចិត្តនេះគឺជាទំហំរូបភាពឥឡូវខ្ញុំចង់ក្របរូបភាពខ្ញុំចង់យករូបមួយនេះហើយខ្ញុំយកទៅក្របមួយនេះមានឈ្មោះគឺទំហំដែលខ្ញុំចង់បានយកវាយកមកគ្រប់រូបនេះរូបនេះតូចណាស់ខ្ញុំចង់បានវាធំជាងបន្តិចនេះគឺជាទំហំរូបភាពដែលខ្ញុំចង់បាននេះគឺជារបៀបទី1ក្របរូបភាពឥឡូវខ្ញុំចុចសញ្ញាគ្រីសវានឹងចេញរូបភាពដែលយើងក្របបាញ់មិញឥឡូវខ្ញុំចង់ក្របរូបភាពទី2ក្របរូបភាពរង្វង់មួយខ្ញុំចុចយកមួយនេះហើយខ្ញុំដាក់ select លើវាយកទំហំដែលខ្ញុំចង់បានឥឡូវខ្ញុំយក image យកពាក្យថាក្របនេះគឺជារូបភាពដែលខ្ញុំក្របបំបាញ់មិញការក្របរូបភាពមាន2យ៉ាងឥឡូវខ្ញុំក្របហើយឥឡូវខ្ញុំសូមអរគុណសូមជម្រាបលា